បាទបុះមួយករណីនេះគឺលំបាកទទួលស្គាល់ថាលំបាកទោះបីជាយើងអាចធ្វើបានគ្រាន់ថាវាលំបាក យើងធ្វើចេញបានមកហើយប៉ុន្តែបន្ទាប់មកគឺយើងបញ្ចូលថ្មទុកប្រហែលជា10នាទីអីចឹងទៅគឺវាត្រឡប់ទៅលោតភ្លើងក្រហមវិញប៉ុន្តែយើងធ្វើបើកចេញម្ដងហើយនេះភ្លើងលឿងបាទប៉ុន្តែនៅពេលដែលយើងបញ្ចូលទុកចោលប្រហែល10នាទី5-10នាទីទៅវាចាប់ផ្ដើមត្រឡប់មកភ្លើងក្រហមវិញចឹងណាបាទគឺឥឡូវនេះយើងធ្វើពាក់ព័ន្ធជាមួយនឹងឲ្យវា support ថ្ម Mini 2 SE ធម្មតាជាមួយសាកមើលសិនអត់ដឹងថាវាអូខេអត់ទេចាំមើលលទ្ធផលអូខេលទ្ធផលចុងក្រោយឥឡូវបាសនេះគឺយើងធ្វើដំណើរការមកហើយបាទដំណើរការមកហើយប៉ុន្តែដូចយើងបានបញ្ជាក់ពីខាងដើមអញ្ចឹងដោយសារបាសនេះបតគឺ model Mini 2 SE Mini Boost Sunlink Mini 2 SE ប៉ុន្តែថ្មដែលជាប់មកហ្នឹងគឺថ្មសម្រាប់ Boost Sunlink Mini 2ធម្មតាអញ្ចឹងឥឡូវហ្នឹងគឺវាមានការអត់ support ថ្មបាទនេះនៅពេលដែលយើងដោតទៅបញ្ចូលប្រហែលជា2-3នាទីទៅគឺវាត្រឡប់មកលោតភ្លើងក្រហមបាទហើយថ្មហ្នឹងគឺអស់ភ្លើងអលីងផងដែរ